នីមួយបានកន្លងផុតទៅព្រះអាទិត្យលិចបាត់អ្នករវល់ឥតឈប់ឈរតែអ្នកដូចជាមិនមានភាពស្ងប់ចិត្តនៅអ្វីដែលអ្នកបានធ្វើពេញមួយថ្ងៃហើយក៏តែងតែមានសំណួរសួរខ្លួនឯងថាតើខ្ញុំពិតជាបានធ្វើអ្វីនៅថ្ងៃនេះមូលហេតុនោះគឺវាហាក់ដូចជាអ្នកមិនបានធ្វើអ្វីដើម្បីឲ្យអ្នកខិតទៅជិតគោលដៅរបស់អ្នកនោះទេហើយបើអ្នកធ្លាប់មានអារម្មណ៍បែបនេះអ្នកមិនមែនម្នាក់ឯងនោះទេហើយនោះហើយជាមូលហេតុដែលបញ្ជីការងារត្រូវធ្វើប្រចាំថ្ងៃវាមានសារៈសំខាន់សម្រាប់ជួយអ្នកឲ្យប្រើប្រាស់ពេលវេលានៅក្នុងមួយថ្ងៃរបស់អ្នកប្រកបទៅដោយអត្ថន័យនិងឆ្ពោះទៅរកគោលដៅបន្តិចម្ដងជារៀងរាល់ថ្ងៃនៅក្នុងវីដេអូមុនយើងបានសិក្សាលម្អិតរួចទៅហើយអំពីសារៈសំខាន់ឬក៏មូលហេតុនៃការដែលយើងត្រូវធ្វើបញ្ជីកាលវិភាគការងារត្រូវធ្វើប្រចាំថ្ងៃនៃថ្ងៃនីមួយហើយនៅក្នុងវីដេអូនេះយើងនឹងរៀនពីរបៀបនៅក្នុងការធ្វើបញ្ជីសកម្មភាពការងារត្រូវធ្វើប្រចាំថ្ងៃជាមួយនឹងរបៀបនៅក្នុងការធ្វើវាឲ្យមានប្រសិទ្ធភាពនិងធ្វើវាឲ្យคล้ายជាទម្លាប់ពេញមួយជីវិតរបស់យើងហើយខាងក្រោមនេះគឺជារបៀបសរសេរបញ្ជីការងារឬក៏បញ្ជីកាលវិភាគការងារត្រូវធ្វើប្រចាំថ្ងៃដែលមានប្រសិទ្ធភាពជំហានទី1ចូលស្គាល់ពីគោលដៅរបស់អ្នកសូមសួរខ្លួនឯងថាតើអ្នកកំពុងតែចង់សម្រេចបានអ្វីនៅក្នុងសប្តាហ៍នេះឬក៏នៅក្នុងខែនេះឬក៏នៅក្នុង3ខែដំបូងនៃឆ្នាំ2026នេះដូច្នេះបញ្ជីការងារត្រូវធ្វើរបស់អ្នកនឹងត្រូវតែមានបញ្ចូលនៅភារកិច្ចដែលអ្នកចង់សម្រេចបានជារៀងរាល់ថ្ងៃគឺសកម្មភាពដែលអ្នកត្រូវធ្វើប្រចាំថ្ងៃគួរតែជាប់តាក់ទងទៅនឹងព្រឹត្តិការណ៍សំខាន់ឬគោលដៅនៃភាពរីកចម្រើនសំខាន់ដែលអ្នកកំពុងកំណត់ដើម្បីសម្រេចបានជារៀងរាល់សប្តាហ៍ឬប្រចាំខែឬរៀងរាល់3ខែម្ដងអញ្ចឹងទី1គឺស្គាល់គោលដៅរបស់អ្នកថាអ្នកចង់ធ្វើអ្វីចង់សម្រេចបានអ្វីជំហានទី2ចូលបំបែកបញ្ជីការងាររបស់អ្នកទៅជាដំណាក់កាលឬជំហាននៅពេលដែលអ្នកដឹងពីគោលដៅឬក៏ទីកន្លែងដែលអ្នកត្រូវធ្វើដំណើរទៅសូមបំបែកគម្រោងធំទាំងនោះទៅជាកិច្ចការតូចដែលនឹងបង្ហាញពីភាពរីកចម្រើនឬការវិវត្តទៅមុខរបស់អ្នកតាមផ្លូវនៃការធ្វើដំណើរឆ្ពោះទៅរកគោលដៅនោះឧទាហរណ៍ប្រសិនបើអ្នកជានិស្សិតសាកលវិទ្យាល័យហើយត្រូវធ្វើអត្ថបទស្រាវជ្រាវស្ដីអំពីប្រាសាទអង្គរវត្តអញ្ចឹងអ្នកអាចបំបែកកិច្ចការរបស់អ្នកទៅជាដំណាក់កាលទី1គឺត្រូវតែស្រាវជ្រាវពីប្រវត្តិអង្គរវត្តដំណាក់កាលទី2គឺសរសេរអត្ថបទគ្រោងថាអ្នកនឹងជ្រើសរើសយកចំណុចណាខ្លះដើម្បីយកមកសរសេរបញ្ចូលនៅក្នុងកិច្ចការស្រាវជ្រាវរបស់អ្នកហើយទី3គឺចាប់ផ្ដើមសរសេរព្រាងអត្ថបទព្រាងហើយដំណាក់កាលទី4គឺត្រូវធ្វើការអានកែលម្អឬកែសម្រួលចំណុចខ្វះខាតឬក៏ចំណុចណាដែលមិនតាក់ទងអាចដកវាចេញហើយដំណាក់កាលទី5ឬក៏ចុងក្រោយគឺសរសេរអត្ថបទសម្រាប់នេះហើយដែលហៅថាការបំបែកគម្រោងរបស់អ្នកបំបែកបញ្ជីការងារដែលត្រូវធ្វើទៅជាដំណាក់កាលជំហានហើយអ្នកគួរតែផ្ដល់នូវការកំណត់ពីកំឡុងពេលដែលត្រូវធ្វើដំណាក់កាលនីមួយឧទាហរណ៍អត្ថបទស្រាវជ្រាវអ្នកគួរតែចំណាយពេលត្រឹម1ម៉ោងទៅ1ម៉ោងកន្លះជាដើមបន្ទាប់ពីហ្នឹងត្រូវសរសេរអត្ថបទគ្រោងត្រឹមកន្លះម៉ោងឬទៅ1ម៉ោងជាដើមនេះគ្រាន់តែជាឧទាហរណ៍គំរូតែប៉ុណ្ណោះចូលដល់ជំហានទី3ត្រូវជ្រើសរើសកិច្ចការដែលអាចគ្រប់គ្រងបានដោយខ្លួនឯងឧទាហរណ៍ប្រសិនបើបញ្ជីការងារត្រូវធ្វើរបស់អ្នកមានភារកិច្ចដែលតម្រូវឲ្យមានមនុស្សផ្សេងឬក៏អ្នកដទៃចូលរួមដើម្បីបំពេញវាឲ្យបានគឺវានឹងមានឱកាសដែលអ្នកអាចនឹងធ្វើវាមិនបានដោយសារតែអ្នកដទៃអាចមិនមានពេលវេលាដែលទំនេរសម្រាប់ការងាររបស់អ្នកដូច្នេះសូមក្រឡេកមើលអ្វីដែលអ្នកអាចធ្វើបានដើម្បីបង្កើនឱកាសជោគជ័យរបស់អ្នកឧទាហរណ៍ថាអ្នកបង្កើតកម្មវិធី podcast ទាក់ទងជាមួយនឹងការសម្ភាសន៍បុគ្គលណាម្នាក់អ
ចឹងប្រសិនបើអ្នកនៅអង្គុយរងចាំការទំនាក់ទំនងពីបុគ្គលម្នាក់ដែលអ្នកត្រូវសម្ភាសថាអាចសម្ភាសបានថ្ងៃណាហើយអ្នកមិនធ្វើការទំនាក់ទំនងចេញពីអ្នកទៅកាន់គាត់ទៅជួបគាត់ផ្ទាល់ទៅសុំពេលគាត់ផ្ទាល់នោះប្រហែលជាឱកាសនៅក្នុងការធ្វើបទសម្ភាសជាមួយនឹងបុគ្គលម្នាក់នោះវាអាចមានលទ្ធភាពនឹងកើតមានក្នុងកម្រិតមួយតិចតួចអញ្ចឹងសូមជ្រើសរើសកិច្ចការដែលអាចគ្រប់គ្រងបានដោយខ្លួនឯងបានន័យថាផ្ដើមចេញពីអ្នកខ្លួនឯងត្រូវតែបោះជំហានទៅរកកិច្ចការនោះចូលដល់ជំហានទី4សូមកំណត់អាទិភាពទៅដល់កិច្ចការនីមួយៗនៅក្នុងបញ្ជីការងាររបស់អ្នកទាំងអស់គ្នាបើទោះបីជាយើងខំប្រឹងក្នុងការធ្វើផែនការឲ្យបានល្អឥតខ្ចោះក្នុងមួយថ្ងៃក៏ដោយប៉ុន្តែក៏មានរឿងចែកដន្យជាច្រើនដែលអាចនឹងកើតឡើងហើយវាធ្វើឲ្យបញ្ជីកិច្ចការដែលត្រូវធ្វើប្រចាំថ្ងៃនេះយើងមិនអាចបំពេញបានល្អឥតខ្ចោះតាមអ្វីដែលគ្រោងទុកប៉ុន្តែយើងអាចធ្វើការផ្លាស់ប្ដូរតិចតួចមួយចំនួនដើម្បីបង្កើនឱកាសនៃការបំពេញវាឲ្យបានកាន់តែច្រើនតាមតែអាចធ្វើទៅបានសូមកំណត់អាទិភាពនៃកិច្ចការនីមួយៗតាមលំដាប់កំណត់អាទិភាពទៅលើភាពសំខាន់ចាំបាច់ហើយបន្ទាន់គឺគួរតែដាក់នៅលើលំដាប់លេខ1នៃបញ្ជីកិច្ចការប្រចាំថ្ងៃរបស់អ្នកដូច្នេះអ្នកនឹងអាចមានពេលធ្វើវាមុនគេនៅពេលដែលអ្នកនៅមានកម្លាំងខ្លាំងនិងមានការលើកទឹកចិត្តជាច្រើនជាពិសេសនៅពេលដែលអ្នកមានថាមពលច្រើនឬក៏ពេញទៅដោយកម្លាំងនៅក្នុងការបំពេញកិច្ចការនោះហើយកិច្ចការដែលមានអាទិភាពទាបឬក៏មិនសូវសំខាន់មិនសូវចាំបាច់សូមដាក់វានៅបាតនៃបញ្ជីដើម្បីប្រសិនបើសល់ពេលយើងអាចធ្វើប៉ុន្តែបើសិនជាមិនសល់ពេលទេយើងអាចបញ្ចូលវាទៅបញ្ជីកិច្ចការនៅថ្ងៃស្អែកបន្តទៀតជំហានទី5ធ្វើឲ្យវាអាចគ្រប់គ្រងបានសូមព្យាយាមធ្វើឲ្យមានភាពប្រាកដនិយមអំពីអ្វីដែលអ្នកអាចសម្រេចបាននៅក្នុងមួយថ្ងៃបានន័យថាបើសិនជាអ្នកកំណត់គោលដៅឬក៏កិច្ចការធំពេកវានឹងពិបាកនៅក្នុងការធ្វើឲ្យសម្រេចបានតាមផែនការហើយជាលទ្ធផលនៅពេលដែលអ្នកមិនបានបំពេញតាមអ្វីដែលបានកំណត់នោះអ្នកនឹងមានអារម្មណ៍ថាបាត់បង់ទំនុកចិត្តលើខ្លួនឯងដូច្នេះប្រសិនបើអ្នកឃើញថាអ្នកតែងតែខកខាននៅការបំពេញកិច្ចការតាមបញ្ជីផែនការរបស់អ្នកសូមពិនិត្យមើលហើយស្វែងរកវិធីសាស្ត្រផ្សេងសរសេរបញ្ជីការងារត្រូវធ្វើដែលអ្នកប្រកាសថាយ៉ាងហោចណាស់ក៏80 ទៅ 90%ដែរដែលអ្នកអាចសម្រេចបានហើយបន្ទាប់មកបង្កើតកិច្ចការរបស់អ្នកពីទីនោះបន្តិចម្ដងអញ្ចឹងខាងលើគឺជាជំហាននៅក្នុងការចាប់ផ្ដើមធ្វើបញ្ជីកិច្ចការឬក៏បញ្ជីការវិភាគនៃកិច្ចការត្រូវធ្វើប្រចាំថ្ងៃយើងចូលដល់វិធីសាស្ត្រជាក់ស្ដែងក្នុងការចាប់ផ្ដើមតោះអ្នកទាំងអស់គ្នាប្រហែលជារងចាំថាតើយើងចាប់ផ្ដើមវាដោយរបៀបណាវិធីសាស្ត្រជាក់ស្ដែងគឺងាយទេអ្នកទាំងអស់គ្នារបៀបនៅក្នុងការចាប់ផ្ដើមខ្ញុំសូមបង្ហាញអ្នកពីភាពសាមញ្ញរបស់វាជារៀងរាល់ព្រឹកឬពេលយប់មុនពេលអ្នកចូលគេងសូមធ្វើការអនុវត្តតាមជំហានខាងក្រោមនេះជារៀងរាល់ព្រឹកឬពេលយប់មុនចូលគេងអ្នកទាំងអស់គ្នាអាចជ្រើសរើសពេលវេលាណាមួយអាចជាពេលព្រឹកឬក៏ពេលយប់អញ្ចឹងជំហានទី1សូមរក្សាវាឲ្យតូចសរសេរកិច្ចការសំខាន់ចំនួន3 ទៅ 5 ប៉ុណ្ណោះសម្រាប់ធ្វើសូមកុំសរសេររហូតដល់10 ទៅ 20គឺវាច្រើនពេកហើយក៏មិនចាំបាច់ភាពល្អឥតខ្ចោះអីក្នុងការសរសេរនោះដែរជំហានទី2សូមប្រើឬអនុវត្តតាមរចនាសម្ព័ន្ធសាមញ្ញនេះទី1គឺសរសេរកិច្ចការសំខាន់កិច្ចការជាអាទិភាពបានន័យថាសំខាន់បំផុតទី2គឺកិច្ចការធម្មតាពី2 ទៅ 3ឬបន្ថែម1 2ទៀតប៉ុន្តែត្រូវតែជាកិច្ចការដែលមានប្រយោជន៍សម្រាប់ការចំណាយពេលធ្វើឬអ្នកអាចបំបែកវាទៅជាកិច្ចការត្រូវធ្វើសំខាន់ចាំបាច់និងបន្ទាន់មួយប្រភេទនិងកិច្ចការមួយទៀតគឺជាប្រភេទកិច្ចការល្អដែលត្រូវធ្វើឬល្អក្នុងការធ្វើអញ្ចឹងអាមួយសំខាន់ហើយចាំបាច់ត្រូវទៅធ្វើប៉ុន្តែអាមួយប្រភេទទៀតគឺជាកិច្ចការដែលល្អក្នុងការធ្វើតែបើសិនជាអត់បានធ្វើក្នុងថ្ងៃហ្នឹងក៏មិនជាបញ្ហានោះដែរឧទាហរណ៍ដូចជាកិច្ចការក្នុងការថែទាំខ្លួនឯងសម្រាកញ៉ាំទឹកដើរលឿនសម្រាប់ហាត់
ប្រាណឬក៏សរសេរកំណត់ហេតុប្រចាំថ្ងៃអញ្ចឹងដើម្បីឲ្យអ្នកទាំងអស់គ្នាអាចមានជាក្រុមនៅក្នុងការសរសេរឬក៏ជាគំរូខ្ញុំសូមលើកយកឧទាហរណ៍នៃគំរូមួយឧទាហរណ៍ថាក្នុងថ្ងៃនេះខ្ញុំធ្វើបញ្ជីសកម្មភាពសម្រាប់ធ្វើនៅថ្ងៃស្អែកខ្ញុំកំណត់ម៉ោងនៅថ្ងៃស្អែកគឺភ្ញាក់ពីគេងនៅម៉ោង6ញ៉ាំទឹកមួយកែវហើយចាប់ផ្ដើមអានសៀវភៅ10ទំព័រឬក៏យើងកំណត់ម៉ោងថា20នាទីជាដើមហើយបន្ទាប់មកម៉ោង7ហូបអាហារពេលព្រឹកហើយចាប់ផ្ដើមចេញទៅធ្វើការពេញម៉ោងរបស់អ្នកអញ្ចឹងអាចម៉ោង7យប់ម៉ោង7ចាប់ផ្ដើមរៀនជំនាញវគ្គខ្លីតាមអនឡាញឬក៏រៀនផ្ទាល់ហើយម៉ោង9ស្ដាប់ podcast តាក់ទងជាមួយនឹងការបណ្ដុះគំនិត15នាទីម៉ោង9កន្លះធ្វើការឆ្លុះបញ្ចាំងពីសកម្មភាពនៅក្នុងថ្ងៃនេះថាធ្វើបានអ្វីខ្លះហើយមិនទាន់បានធ្វើអ្វីខ្លះហើយអ្វីខ្លះដែលជួបនៅបញ្ហាគិតរកវិធីដោះស្រាយនៅថ្ងៃស្អែកនិងភ្ជាប់មកជាមួយនៅការសរសេរពីបញ្ជីកិច្ចការត្រូវធ្វើនៅថ្ងៃស្អែកទៀតហើយម៉ោង10សរសេរកំណត់ត្រាប្រចាំថ្ងៃជាដើមហើយខ្ញុំលើកឡើងនេះគឺសម្រាប់អ្នកនៅលីវឬក៏អ្នកមិនមានកាតព្វកិច្ចនៅក្នុងការបង្រៀនកូនអញ្ចឹងសូមធ្វើការផ្លាស់ប្ដូរតាមតម្រូវការរបស់អ្នកម្នាក់ៗអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការកំណត់ទៅតាមស្ថានភាពរបស់អ្នកទាំងអស់គ្នាផ្ទាល់ខ្លួនហើយចំណុចសំខាន់នៅក្នុងការធ្វើតារាងបញ្ជីសកម្មភាពត្រូវធ្វើប្រចាំថ្ងៃនេះគឺសូមកុំភ្លេចនៅក្នុងការកំណត់ម៉ោងនៃការធ្វើកិច្ចការនីមួយៗហើយដាច់ខាតត្រូវតែគោរពទៅតាមពេលវេលាដែលបានកំណត់ត្រូវធ្វើតាមពេលវេលានីមួយៗកំណត់ឈ្មោះកិច្ចការដែលត្រូវធ្វើកំណត់ម៉ោងឬក៏រយៈពេលនៃសកម្មភាពនីមួយៗឲ្យបានច្បាស់លាស់និយាយទៅត្រូវតែគោរពតាមកាលវិភាគឬក៏ schedule ដែលបានកំណត់ហ្នឹងនិយាយរួមអ្នកទាំងអស់គ្នាគឺដូចកាលវិភាគឬក៏ schedule ដែលយើងនៅរៀនវិទ្យាល័យឬក៏រៀននៅសាកលអីចឹងគឺធ្វើដូចរបៀបហ្នឹងចឹងម៉ោងប្រហែលរៀនមុខវិជ្ជាណាម៉ោងប្រហែលរៀនមុខវិជ្ជាណាអីចឹងអ្នកទាំងអស់គ្នាហើយត្រូវតែធ្វើតាមពេលវេលាឧទាហរណ៍ថាកិច្ចការមួយនៅក្នុងម៉ោង9ហ្នឹងពីម៉ោង9ទៅម៉ោង10ហ្នឹងយើងត្រូវធ្វើកិច្ចការមួយប៉ុន្តែកិច្ចការហ្នឹងអត់ទាន់បានបញ្ចប់ទេអញ្ចឹងដល់ពេលត្រូវសម្រាកហើយចូលធ្វើកិច្ចការងារមួយបន្តទៀតអញ្ចឹងយើងអាចធ្វើតាមនឹងអ្នកទាំងអស់គ្នាតែប្រសិនបើកិច្ចការនឹងត្រូវតែបញ្ចប់ទោះបីវាហួសម៉ោងកំណត់ហើយក៏ដោយគឺដាច់ខាតយើងត្រូវតែបញ្ចប់ហើយការងារមួយទៀតយើងអាចពជាតាមនឹងឬក៏ទុកធ្វើនៅថ្ងៃស្អែកក៏បានវាអាចមានការផ្លាស់ប្ដូរឬក៏បត់បែនតាមតម្រូវការជាក់ស្ដែងពិតប្រាកដគឺគោរពតាមសំខាន់ចាំបាច់និងបន្តអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាបែងចែកតាមនឹងវាធ្វើឲ្យអ្នកមានតុល្យភាពហើយមិនអស់កម្លាំងហើយជំហានបន្ទាប់គឺសូមទុកកន្លែងសម្រាប់ tick នៅពេលដែលអ្នកបញ្ចប់កិច្ចការនីមួយៗហើយសញ្ញា tick តូចមួយនោះវាមានអត្ថន័យមួយយ៉ាងគឺវាហ្វឹកហាត់ខួរក្បាលរបស់អ្នកឲ្យមានអារម្មណ៍មោទនភាពហើយមោទនភាពនាំឲ្យមានភាពជាប់លាប់បានន័យថាធ្វើជាប្រចាំ consistency ធ្វើជាប្រចាំមិនមែនធ្វើម្ដងពីរដងឈប់ទេអ្នកទាំងអស់គ្នាគឺធ្វើជាប្រចាំពីមួយថ្ងៃទៅមួយថ្ងៃជំហានទី4គឺសរសេរវាជារៀងរាល់ថ្ងៃពេលព្រឹកឬក៏ពេលយប់សូមកំណត់ពេលវេលាដូចគ្នាជារៀងរាល់ថ្ងៃប៉ុន្តែឧទាហរណ៍ថាយប់ហ្នឹងអាចជារវល់ឬក៏ភ្លេចអត់បានធ្វើសូមភ្ញាក់ឡើងពីព្រលឹមនៅថ្ងៃស្អែកហើយចំណាយពេល10ទៅ15នាទីនៅក្នុងការគិតពីបញ្ជីសកម្មភាពដែលត្រូវធ្វើនៅក្នុងថ្ងៃហ្នឹងហើយបើសិនជាយើងអត់បានសរសេរអត់បានកំណត់ថាអ្វីត្រូវធ្វើទេអ្នកទាំងអស់គ្នាមួយថ្ងៃហ្នឹងប្រហែលជាយើងដូចថាវាលហលហេវអ្នកទាំងអស់គ្នាអត់ដឹងថាខ្លួនឯងត្រូវធ្វើអីអាហ្នឹងជាបទពិសោធន៍ខ្ញុំផ្ទាល់និយាយឲ្យស្មោះត្រង់គឺនៅពេលដែលយើងអត់បានធ្វើបញ្ជីសកម្មភាពដែលត្រូវធ្វើប្រចាំថ្ងៃកំណត់ម៉ោងកំណត់ពេលវេលាកំណត់អីហ្នឹងគឺពេលខ្លះយើងទំនេរទៅយើងអត់ដឹងធ្វើអីយើងទៅអូសទូរស័ព្ទរំកិលទូរស័ព្ទមើល Facebook មើលបណ្ដាញសង្គមខួរក្បាលយើងហ្នឹងវាមានភាពអត់ច្បាស់លាស់ហើយដៃយើងហ្នឹងប្រកាសជាកាន់ទូរស័ព្ទអូសចុចរំកិលអេក្រង់មើលរឿងអីមួយដែលវាអត់ពាក់ព័ន្ធជាមួយនឹងជីវិតយើងសោះឬក៏និយាយឲ្យកាន់តែឈឺគឺវាអត់មានប្រយោជន៍អីត្រូវចំណាយពេលមើលពី1ម៉ោងទៅ1ម៉ោងឬក៏មើលតែ5នាទីប៉ុន្តែវាអាចคล้ายទៅ1ម៉ោងឬក៏1ម៉ោងកន្លះ2ម៉ោងក៏ថាបានដែរអ្វីដែលហួសចិត្តហ្នឹងគឺបានន័យថាមួយថ្ងៃហ្នឹងយើងអត់ដឹងថាយើងធ្វើអីទេយើងសម្រាប់បន្តិចទៀតមកកាន់ទូរស័ព្ទចុចមើលអញ្ចឹងវិញដែរអញ្ចឹងវាជារឿងមួយដែលឈឺចាប់គួរតែផ្លាស់ប្ដូរអ្នកទាំងអស់គ្នាត្រូវតែផ្លាស់ប្ដូរ
សូមធ្វើវាឲ្យคล้ายជាទម្លាប់ហើយជារឿងមួយដែលត្រូវតែធ្វើត្រឹម10នាទីឬក៏15នាទីវាមិនមែនជាពេលវេលាដែលធំដុំដែលអ្នកទាំងអស់គ្នាអាចលៃធ្វើបានទេហើយវាក៏មិនមែនជាកិច្ចការដែលលំបាកនោះដែរអញ្ចឹងអ្នកទាំងអស់គ្នាបន្ទាប់ពីបានចាប់ផ្ដើមហើយគឺអ្វីដែលត្រូវធ្វើបន្ទាប់ពីការចាប់ផ្ដើមគឺធ្វើវាឲ្យបានស្ថិតស្ថេរនៅជាប់ជាមួយយើងជារៀងរហូតឬក៏និយាយឲ្យស្រួលស្ដាប់គឺថាធ្វើពេញមួយជីវិតមនុស្សភាគច្រើនគាត់អាចឈប់ប្រើនៅការធ្វើបញ្ជីសកម្មភាពប្រចាំថ្ងៃហ្នឹងដោយសារតែពួកគាត់ប្រែក្លាយបញ្ជីការងារត្រូវធ្វើទៅជាការដាក់ទណ្ឌកម្មខ្លួនឯងវាជាគំនិតអវិជ្ជមានមួយហើយវាជាគំនិតដែលធ្វើឲ្យអ្នកទាំងអស់គ្នាអត់រីកចម្រើនទៅមុខអញ្ចឹងដើម្បីធ្វើឲ្យទម្លាប់នេះស្ថិតស្ថេរជារៀងរហូតសូមចងចាំនៅរឿងនេះច្បាប់ទី1បញ្ជីកិច្ចការត្រូវធ្វើរាល់ថ្ងៃរបស់អ្នកវាជួយគាំទ្រអ្នក It supports you យើងមិនធ្វើវាមកដើម្បីសម្រាប់វិនិច្ឆ័យខ្លួនឯងនោះទេហើយកិច្ចការដែលមិនទាន់បានបញ្ចប់មានន័យថាត្រូវតែកែសម្រួលឬក៏បត់បែនគឺមិនមែនត្រូវបោះបង់ឬក៏ឈប់ធ្វើនោះទេអ្នកទាំងអស់គ្នាហើយច្បាប់ទី2សរសេរឡើងវិញកុំបោះបង់ប្រសិនបើថ្ងៃនេះមិនដំណើរការសូមសរសេរបញ្ជីថ្មីនៅថ្ងៃស្អែកដោយបញ្ចូលសកម្មភាពដែលមិនទាន់បានធ្វើនៅថ្ងៃនេះច្បាប់ទី3អនុញ្ញាតឲ្យបញ្ជីរបស់អ្នកផ្លាស់ប្ដូរឬបត់បែនជាមួយជីវិតរបស់អ្នកថ្ងៃខ្លះឬក៏ហៅថារដូវកាលខ្លះក៏ត្រូវការផលិតភាពក៏ត្រូវការភាពសកម្មច្រើនប៉ុន្តែរដូវខ្លះឬក៏ថ្ងៃខ្លះហ្នឹងរាងកាយយើងក៏ត្រូវការសម្រាកខ្លះដែរអញ្ចឹងសូមបត់បែនអ្នកទាំងអស់គ្នាកុំរឹតបន្តឹងវាពេញបញ្ជីក្នុងមួយថ្ងៃពេកវាអាចធ្វើឲ្យអ្នកទាំងអស់គ្នាបែរជាហត់នឿយអស់កម្លាំងឬក៏ពាក្យអង់គ្លេសហៅថា burn out អញ្ចឹងទម្លាប់ពេញមួយជីវិតនឹងរីកចម្រើនជាមួយអ្នកសូមរំលឹកម្ដងទៀតថាអ្នកមិនចាំបាច់ផ្លាស់ប្ដូរជីវិតទាំងមូលរបស់អ្នកនៅឆ្នាំនេះទេអ្នកគ្រាន់តែត្រូវការបង្ហាញខ្លួនធ្វើនៅអ្វីដែលអ្នកត្រូវធ្វើសម្រាប់ខ្លួនឯងជារៀងរាល់ថ្ងៃមួយទំព័រម្ដងមួយបញ្ជីម្ដងមួយថ្ងៃម្ដងដោយចេតនាឬក៏ដោយការតាំងចិត្តហើយនោះហើយជារបៀបដែលឆ្នាំថ្មីខ្ញុំថ្មី New Year New Me ពិតជាចាប់ផ្ដើមប្រសិនបើអ្នកត្រៀមខ្លួនរួចរាល់ដើម្បីគោរពពេលវេលានិងឲ្យតម្លៃពេលវេលារបស់អ្នកផ្ដល់តម្លៃទៅដល់ក្តីសុបិនរបស់អ្នកនិងខ្លួនអ្នកសូមចាប់ផ្ដើមនៅយប់នេះសូមសរសេរបញ្ជីការងារត្រូវធ្វើដំបូងរបស់អ្នកសម្រាប់ថ្ងៃស្អែកនៅក្នុងយប់នេះមុនពេលអ្នកចូលគេងសូមឈប់អូសរំកិលទូរស័ព្ទហើយចាប់កាន់ប៊ិចនិងសៀវភៅអង្គុយជាមួយខ្លួនឯងសរសេរបញ្ជីកាលវិភាគនៃសកម្មភាពសម្រាប់ថ្ងៃស្អែកមិនមែនដើម្បីដាក់សម្ពាធលើខ្លួនឯងនោះទេប៉ុន្តែដើម្បីថែរក្សាខ្លួនឯងថែរក្សាក្តីសុបិនរបស់ខ្លួនឯងហើយគោលបំណងនៅឆ្នាំនេះគឺមិនមែនដើម្បីប្រែក្លាយខ្លួនទៅជាអ្នកដទៃណាម្នាក់នោះទេគឺអ្នកត្រូវតែក្លាយខ្លួនជាមនុស្សម្នាក់ដែលអ្នកអាចទុកចិត្តបានហើយប្រសិនបើវីដេអូនេះវាបានជួយអ្នកសូមជួយចុច like subscribe និងចែករំលែកវាជាមួយអ្នកដែលត្រូវការចាប់ផ្ដើមនៅទម្លាប់ថ្មីនៅឆ្នាំនេះ